នេះណែនាំជូនបងកាមេរ៉ាមួយម៉ូតទៀតកាមេរ៉ាប្រើ SIM card ប្រើជាមួយនឹងភ្លើងសម្រាប់បងប្អូនដែលគាត់មានភ្លើងអគ្គិសនីប្រើប្រាស់ហើយប៉ុន្តែគាត់អត់មានតជា Wi-Fi ប្រើប្រាស់នៅផ្ទះអញ្ចឹងបងអាចមើលកាមេរ៉ាប្រភេទនេះបានប្រភេទកាមេរ៉ានេះមានមាំតួវាមាំហើយបងអាចដាក់ហាលខ្យល់ហាលភ្លៀងបានបងណាដាក់ខាងក្រៅផ្ទះបានកាត់ពន្លឺស្អាតគឺជាធម្មតាកាមេរ៉ា SIM card កាលពីមុនយើងប្រើបានតែ SIM card ទេតែកាមេរ៉ាចូលស្តុកក្រោយនេះគឺបន្ថែមលក្ខណៈពិសេសមកមួយទៀតគឺមានខ្សែ network ភ្ជាប់មកជាមួយអានេះគឺខ្សែ network អានេះប្រៀបនៅពេលដែលយើងអត់ចង់ប្រើ SIM card ទៀតយើងមានដុំ Wi-Fi ហើយយើងអាចរត់ជាខ្សែដល់ខ្សែ network នេះចូលទៅក្នុងទុយកាមេរ៉ានេះខ្សែ network មួយចំហៀងទៀតយើងដោតចូលទៅក្នុងដុំ Wi-Fi ក៏យើងអាចប្រើបានណាអានេះគឺកន្លែងចូល power ហើយប៊ូតុង reset គេក៏ស្រួលដែរបងប៊ូតុង reset ជាទូទៅកាមេរ៉ាប៊ូតុង reset នៅក្នុងក្បាលណាតោះតែយើងបើកចុចយើងពិបាកអញ្ចឹងណាតែសម្រាប់ម៉ូតនេះអត់ទេផ្ដល់ភាពងាយស្រួលគឺបងប្អូនអាចគ្រាន់តែចុចប៊ូតុង reset កន្លែងនេះពេលដែលយើងចូលប្រើយើងបិទវាចិត្តចេះទៅកុំឲ្យយើងច្រឡំប៉ះចុចវាណាដល់ពេលយើងចង់ reset យើងគ្រាន់តែបើកឡើងយើងចុចប៊ូតុងវាឬសូប៉ឹកទប់ឲ្យជាប់ប្រហែលជា10វិនាទីកាមេរ៉ាអាច reset ដូចពេលទិញថ្មីអញ្ចឹងមកណាអរគុណច្រើនមកចាប់អារម្មណ៍អាចឆាតចូល page បានតម្លៃពិសេសជូនមកណា